ធំឧត្តមរៀនច្បងទាំងអស់លោកបងជេងស្រីវាសនាជំរាបលាតាមការគួរសាធុអរប្រគុណណាស់ខ្ញុំបាទជាអ្នកមហាបានជំរាបសួរទៅលោកក៏មានប្រសាសន៍ថាអស់លោកមេបាធំដែលលោកមានបរិយអញ្ជើញអង្គុយក្បាលប្រទាលក្បាលព្រំជំនុំជើងការនោះលោកបានអញ្ជើញមកជួបជុំអស់ហើយនៅឡើយតែលោកមេបាមកជួបទៀតតែលោកងាយរំសាយមាត់ថងតម្រង់ថងរងសូមជាត់តែពេញពីរតម្កល់លើជើងពៀនបិទទៀនមកគូមលូ3ម៉ាត់សាជាបន្តសាធុអរគុណណាស់ក្រោយអំពីលោកអ៊ំដែលជាមេបាតំណាងលោកបានអនុញ្ញាតឲ្យលោកមេបាគឺចេញស្រីវាសនាគឺលោកមានពូជស្រូវនឹងគុំទៀតចង់សុំការអនុញ្ញាតដើម្បីបានយកពូជស្រូវនឹងគុំនោះយកទៅសាបព្រោះនៅលើដីស្រែជើងស្រុកសមុទ្រជើងលៀនលោកមេបាខាងពុត្រីតើលោកអ៊ំដែលជាមេបាតំណាងលោកអនុញ្ញាតបានដែរឬទេទៀនសូមអញ្ជើញមានប្រសាសន៍បានយកពូជស្រូវនឹងគុំភ្លុកយកទៅសាបព្រោះនៅលើដីស្រែជើងស្រុកសមុទ្រជើងលៀនលោកមេបាខាងពុត្រីហើយមហាខ្ញុំបាទក៏បានចេញចូលទុកទឹកលើកភ្លឺញឹកញយជាពិសេសមហាខ្ញុំបាទក៏បានស៊ើបសួរញាតិមិត្តព្រានលៀនភូមិផងរបងជាមួយលោកមេបាខាងបុត្រីផ្ទាល់គឺលោកតៅសគុណនិងលោកស្រីហ៊ានសុកលឹមហើយក្នុងនោះដែរខ្ញុំបាទជាអ្នកមហាក៏បានទទួលដំណឹងថាលោកប្រុសលោកស្រីលោកមានបុត្រីមួយរូបទៀតដែលមានរូបឆោមលោមពណ៌សម្បុរសម្បកសម្ដីសម្ដៅនោះគឺសំរុំល្អខ្ចោះគឺមាននាមថាតៅសិគៀងហើយខ្ញុំបាទជាអ្នកមហាក៏សូមការអនុញ្ញាតជម្រាបសួរទៅលោកអ៊ំដែលជាមេបាតំណាងដែរទៀតតើបុត្រីអស់លោកមេបាមានអ្នកណាមកខកហិតខកខៅលៀកម្សៅដៅកមួនឬក៏ទទួលប្រាក់កំណាន់បញ្ចាំចិត្តហើយឬនៅក៏សូមលោកអ៊ំដែលជាមេបាតំណាងមេត្តាជួយបញ្ជាក់បាទសូមគោរពអញ្ជើញមានប្រសាសន៍ទៀតសាធុប្រពៃណាមេបាខាងខ្ញុំបាទគឺលោកតៅសុគន្ធនិងលោកស្រីហ៊ានសុកលៀមលោកមានបានបាទបុត្រីរបស់លោកនាងកញ្ញាតៅស៊ីគៀងលោកអ្នកមហាតំណាងអាដាមជាសុខានិងលោកជំទាវជេងស្រីវាសនាលោកចូលមកខ្ញុំបាទតើបុត្រីមេបាខាងខ្ញុំបាទមានប្រាក់កំណានបង្កាន់ចិត្តឬមួយក៏យ៉ាងណានោះខ្ញុំបាទសូមឆ្លើយទៅនៅទេទៀតព្រៃអស់លោកមេបាទុកជាគូអនាគតជាមួយនឹងបុត្រាលោកមេបាខាងខ្ញុំបាទតើលោកអ៊ំដែលជាមេបាតំណាងជាពិសេសលោកមេបាធំខាងបុត្រីផ្ទាល់ទៀតតើលោកយល់ឃើញយ៉ាងណាដែរទៀតសូមអញ្ជើញមានប្រសាសន៍ទៀតសាធុប្រពៃណាបាទការចូលទៅដល់នឹងពីថាមិនយល់ទៅទេបាទក៏ប៉ុន្តែនៅក្នុងប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរយើងការដែលលោកអ្នកមហាតំណាងអាដាមលោកជំទាវជំរាបដាបៃតាខាងបុត្រាលោកចូលមកស្ដារការស្អីដល់នោះគឺតែងតែមានអ្វីមួយជាសំអាងអញ្ចឹងនៅក្នុងកិច្ចមង្គលនេះតើលោកអ្នកមហាមានអ្វីជាសំអាងនៅក្នុងមង្គលស្អីដល់សូមតាមមានប្រសាសន៍សាធុអរគុណណាស់ការពិភាក្សាមុនគ្រាមុនលោកបានអនុញ្ញាតឲ្យលោកមេបាខាងខ្ញុំបាទបានឆ្លាញ់ចិត្តឆ្លាញ់ថ្លើមអស់លោកមេបាខាងបុត្រីហើយខ្ញុំបាទជាអ្នកមហាក៏សូមចាក់តែពេញពីគ្រាក្រោយនេះក៏សូមដើរតាមផ្លូវធ្លាទៅសៀរបងកន្លងសម្រាប់ចូលមកដល់ក្នុងផ្ទះទើបសុំផ្លូវលោកដើរសុំចិន្តាលោកឡើងសុំទម្លាក់ជញ្ជាំងចាស់ចងធ្នាក់ដៃថ្មីសុំបដូរចិន្តាកាប់បីសុំព្រៃរកអស់សុំកំពង់ដងទឹកនិងសុំដីជីងគុកចង្ក្រាននិងសង់រៀនទេវតាថ្មីហើយក្នុងនោះដែរខ្ញុំបាទជាអ្នកមហាតំណាងអាដាមទាសុខានិងលោកជំទាវជ័យស្រីវាសនាដែលត្រូវជាលោកឪពុកអ្នកម្ដាយខាងបុត្រាខ្ញុំបាទក៏បានរៀបចំមកជាមួយនៅស្លាដាក់កន្សែងស្លាថងរងស្លាទាំងពីរបទនេះគឺជាស្លានៅក្នុងកិច្ចមង្គលបញ្ចប់ពាក្យហើយខ្ញុំបាទក៏សូមការអនុញ្ញាតជម្រាបសួរទៅលោកអ៊ំដែលជាមេបាតំណាងដែរទៀតតើទំនៀមទម្លាប់ស្រុកទេសលោកមេបាខាងបុត្រីផ្ទាល់ទៀតលោកធ្លាប់តែទទួលទានមនុស្សស្លាណាជាមុខទុកមនុស្សស្លាណាជាក្រោយជុំជុំ
ជាអីខ្ញុំអូបាទអញ្ជើញលោកប្រគំបនប៉ុកពើបាទ